បាទមានសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញនៅប្រភេទអង្ករមួយទៀតហើយដែលមានឈ្មោះថាអង្ករធម្មជាតិកាម៉ាលីហើយប្រភេទអង្ករនេះគឺជាប្រភេទអង្ករដែលពេញនិយមទូទាំងប្រទេសបានន័យថាបងប្អូនចូលចិត្តហូបទូទាំងប្រទេសតែម្ដងដោយសារតែតម្លៃសមរម្យបាទអង្ករប្រភេទនេះគឺជាប្រភេទអង្ករទុនល្មមក្រអូបល្មមដែលបងប្អូនទូទាំងប្រទេសចូលចិត្តពេញនិយមដោយសារតែអ្នកខ្លះមិនចូលចិត្តក្លិនក្រអូបដិតអ្នកខ្លះមិនចូលចិត្តក្លិនទុនខ្លាំងល្មួតខ្លាំងដូចអង្ករនេះគឺត្រូវមែនតើហើយតាមការសង្កេតរបស់យើងគឺអង្ករនេះលក់ដាច់ទូទាំងប្រទេសពេញនិយមមែនតើបានយើងដាក់ឈ្មោះថាជាអង្ករប្រភេទដែលពេញនិយមហើយលក់ដាច់បំផុតទូទាំងប្រទេសបាទបងប្អូនអាចតាក់ទងទិញបានដោយសារតែអង្កររបស់យើងគឺជាប្រភេទអង្ករមួយដែលចេញពីរោងចក្រត្រឹមត្រូវដែលរោងចក្រនោះគឺបងប្អូនអាចទុកចិត្តបានហើយអង្កររបស់យើងគឺយើងមាន trademark អីត្រឹមត្រូវនៅក្រោយអង្ករគឺយើងមានបាកូដត្រឹមត្រូវដែលបងប្អូនអាចមើលច្បាស់ថាអង្ករយើងផលិតនៅថ្ងៃណាចប់នៅថ្ងៃណាហើយយើងធានាគុណភាពជូនបងប្អូនបើសិនជាបងប្អូនទិញយកទៅមានអង្ករខូចគឺយើងធានាដូរលុយវិញបាទយើងនិយាយទៅយើងលក់អង្ករដែលមានគុណភាពជាប្រភេទអង្ករដែលយើងនិយាយថាអង្ករណាគឺអង្ករនោះមិនមែនថាក្រុងផ្សេងម៉ូតអង្ករផ្សេងទេគឺខ្ញុំសូមបញ្ជាក់ថាបងប្អូនទិញអង្ករពីយើងខ្ញុំទៅគឺបងប្អូនជឿជាក់បានបើយើងថាអង្ករការរំដួលគឺការរំដួលអង្ករផ្កាខ្ញីគឺផ្កាខ្ញីអង្ករអ្នកម្ដាយគឺអង្ករអ្នកម្ដាយបាទហើយធានាបើសិនជាមានបញ្ហាដូរលុយវិញបាទឥឡូវយើងមើលអង្ករទាំងអស់គ្នាបាទបងប្អូនមើលប្រភេទអង្ករយើងគឺល្អមែនតើអង្ករអញ្ចឹងបានបងប្អូនយើងក៏ចូលចិត្តហូបទូទាំងប្រទេសបានន័យថាតាមរបាយការណ៍មកបានន័យថាអង្ករនេះគឺលក់ដាច់ជាងគេបងប្អូនចូលចិត្តហូបជាងគេអញ្ចឹងបានយើងដាក់ថាអង្ករដែលពេញនិយមបំផុតទូទាំងប្រទេសដែលយើងអាចហូបបានទាំងអស់គ្នាដោយសារតែតម្លៃវាសមរម្យដោយសារតែអង្កររំដួលជាប្រភេទអង្ករប្រណិតអង្ករលេខ1អញ្ចឹងយើងថ្លៃបន្តិចអញ្ចឹងបងប្អូនដែលគិតថាតម្លៃសមរម្យហើយជាប្រភេទអង្ករដែលល្អពេញនិយមហើយចង់និយាយថាក្លិនឈ្ងុយល្មមទន់ល្មមស្រួលហូបអញ្ចឹងបងប្អូនអាចតាក់ទងបានគឺអង្ករធម្មជាតិកាម៉ាលីតែម្ដងបាទអញ្ចឹងអាចតាក់ទងមកបានគឺយើងលក់ចែកចាយទូទាំងប្រទេស